ឧត្តមសេនីយ៍តូសេនធីរិនចាត់វិធានការប្រតិបត្តិការបង្ក្រាបបទល្មើសដឹកលាខុសច្បាប់ចំនួន30តោនក្នុងខេត្តកំពង់ធំនៅយប់ថ្ងៃទី3ខែតុលាឆ្នាំ2025វេលាម៉ោង2:30នាទីយប់ឧត្តមសេនីយ៍តូសេនធីរិនប្រធានគណៈបញ្ជាដឹកនាំបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាបបានចាត់តាំងអង្គភាពចំណុះយោធាភូមិភាគទី5ដឹកនាំដោយវីរៈសេនីយ៍តូសវិបុលសហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងនិងកម្លាំងការិយាល័យទី2កងទ័ពជើងគោកចុះប្រតិបត្តិការបង្ក្រាបការជួញដូរនិងដឹកលាហាលដោយខុសច្បាប់ចំនួន30តោនស្ថិតនៅក្នុងភូមិសាស្រុកស្ទឹងខេត្តកំពង់ធំប្រតិបត្តិការបង្ក្រាបនេះបានឃាត់រថយន្តសរុបចំនួន3គ្រឿងរួមមានរថយន្តហ្វូស៊ូចំណុះ5តោនផ្ទុកលាចំនួន15តោនរថយន្តកូរ៉េចំណុះ5តោនផ្ទុកលាចំនួន10តោនរថយន្តកែច្នៃផ្ទុកលាចំនួន5តោននិងអ្នកបើកបររថយន្តចំនួន3នាក់បញ្ជូនទៅមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពង់ធំកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់ដោយឡែកលាដែលបានឃាត់បានប្រកល់ជូនមន្ត្រីជំនាញនិងកងទ័ពបានដឹកបញ្ជូនយកទៅចាក់ចូលក្នុងបឹងទន្លេសាបវិញឧត្តមសេនីយ៍តូសេនធីរិនបានបញ្ជាក់ថាទោះបីកងទ័ពជួបដៃការពារបូរណភាពទឹកដីពីការឈ្លានពានពីប្រទេសជិតខាងយ៉ាងណាក្តីតែដៃម្ខាងការពារទឹកដីនិងដៃម្ខាងបន្តការពារធនធានធម្មជាតិលើផ្ទៃបឹងទន្លេសាបដោយបន្តបង្ក្រាបបទល្មើសផ្សេងៗដូចជាឆក់ក្តៅត្រជាក់ដាក់របាំងស្បៃលបក្នុងតំបន់ព្រៃលិចទឹកនិងការនេសាទដោយឧបករណ៍ខុសច្បាប់ជលផលផ្សេងៗទៀតជារៀងរាល់ថ្ងៃដោយពុំមានការលើកលែងនិងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតដើម្បីធានាបាននូវការការពារធនធានធម្មជាតិជីវៈចម្រុះលើផ្ទៃបឹងទន្លេសាបដែលជាប្រភពធនធានមច្ឆជាតិក្នុងការរួមចំណែកជួយផ្គត់ផ្គង់នូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរមួយចំណែកនិងផលប្រយោជន៍សេដ្ឋកិច្ចជាតិផងដែរ